អ្វីខ្ញុំចាញ់ក្តីបើខ្ញុំមិនប្លង់រឿងហើយនោះតើមានយុត្តិធម៌ទេខេត្តព្រះសីហនុលោកសង្សារិនជាមន្ត្រីប៉ូលីសចូលនិវត្តន៍តំណាងឲ្យប្រជាពលរដ្ឋ4គ្រួសារបានបង្ហាញអារម្មណ៍ហួសច្បាប់បិទពួកគាត់មានឯកសារគ្រប់គ្រាន់ទៅហើយនៅតែចាញ់ក្តីសម្បីតែចុះអនុវត្តសារដីកាក៏រូបគាត់គ្មានសិទ្ធិនឹងចូលស្ដាប់ដែរនេះជាសម្ដីរបស់លោកដែលបានបង្ហាញទៅកាន់បណ្ដាញសារព័ត៌មាននាព្រឹកថ្ងៃទី6ខែមីនាឆ្នាំ2025ចឹងខ្ញុំសូមរៀបរាប់អំពីដំណើរដើមតងនៃដីតាំងពីឆ្នាំ1991ខ្ញុំបានទិញដីនេះនៅលើភ្នំនេះគឺទំហំទាំងអស់ចំនួន16តាជាងបាទជាង16តានៅឆ្នាំ91ចុងឆ្នាំ91គឺខ្ញុំបានកាប់ព្រៃដាំដំណាំសពបែបយ៉ាងប៉ុណ្ណឹងមានក្របចន្ទទីចំនួន25គីឡូ25គីឡូនោះគឺយកមកពីខេត្តកំពង់ចាមបងខ្ញុំក៏នៅទីនោះគឺទិញពីនោះមកផ្ញើពីនោះមកដើម្បីយកមកដាំបច្ចុប្បន្នដើមចន្ទទីនោះនៅសល់មួយដើមគត់បាទមួយដើមគត់ប៉ុន្តែបច្ចុប្បន្នហ្នឹងអាហ្នឹងកាល3ឆ្នាំមុនទេឥឡូវហ្នឹងគឺខ្ញុំអត់បានដឹងខ្ញុំអត់បានចូលអត់ឲ្យខ្ញុំចូលអញ្ចឹងខ្ញុំអត់បានដឹងទេប៉ុន្តែមុនហ្នឹងគឺមានរយៈពេលប្រហែលជា3ឆ្នាំមុនហ្នឹងគឺខ្ញុំចូលគឺខ្ញុំគ្រប់គ្រងរហូតហ្នឹងគឺដើមចន្ទទីនោះនៅមួយដើមអាហ្នឹងរយៈពេល30ជាងឆ្នាំហើយប៉ុន្តែក្រោយមកពីអដេញធ្វើប្លង់ស្លាប់មន់នៅឆ្នាំ92ឆ្នាំ92នោះធ្វើប្លង់ស្លាប់មន់នោះធ្វើ92ហ្នឹងគឺប្លង់របស់ខ្ញុំបានចេញហើយនៅខែ7ឆ្នាំ92ចំនួន4ប្លង់មានចំនួន16តាជាងប៉ុន្តែក្រោយមកមានប្លង់ចេញក្រោយខ្ញុំចំនួន2ប្លង់ដែរគឺ2800285 និង A400 286ចំនួន2ប្លង់ហ្នឹងគឺទំហំដីមានចំនួន6តាជាងបាទមានចំនួន6តាជាងក្រោយមកខ្ញុំក៏ដាក់ប្លង់ដាក់ពាក្យមិនដឹងដោយសារដីរបស់ខ្ញុំមានប្លង់មុនដីនោះជាមានប្លង់ក្រោយគ្នារយៈពេល5ខែបាទរយៈពេល5ខែក្រោយពីសុំមកទៅក្រោយពីសុំពាក្យម្ដងទៅគឺនៅខ្ញុំចាញ់ដដែលនៅចាញ់ដដែលចេញសារក្រមមួយលេខ92បាទចេញសារក្រមលេខ92ប៉ុន្តែចេញសារក្រមហ្នឹងទំហំដីគឺទៅតាមប្លង់ដី285និង286បាទ285 00 A400 285និង 00 A400 286មានទំហំដីចំនួន6តាជាងប៉ុន្តែដីនៅសល់ពីរំលាយប្លង់របស់ខ្ញុំហើយខ្ញុំក៏បានក្រោយពីដីរំលាយហើយហ្នឹងខ្ញុំក៏ប្តីនៅសល់ដីនៅសល់ប្រហែលដីនៅសល់ពីក្នុងហ្នឹងចំនួន16559ម៉ែត្រការ៉េដីនៅសល់ចំនួន16559ម៉ែត្រការ៉េហ្នឹងគឺខ្ញុំធ្វើពាក្យស្នើសុំបាទកាលហ្នឹងចំនួនលោកហ៊ុនម៉ាណីគឺនៅអីប្រធានតុលាការនៅខេត្តព្រះសីហនុដល់ពេលហ្នឹងខ្ញុំគឺសុំធ្វើពាក្យស្នើសុំលោកហ៊ុនម៉ាណីបានចេញសារក្រមមួយលេខ181អាហ្នឹងចេញតាម2002ហ្នឹងឯងចេញមកខ្ញុំដីដល់សល់ហ្នឹងដល់សារក្រមហ្នឹងចូលជាស្ថាពរខ្ញុំក៏បានសុំអនុវត្តសារក្រមប៉ុន្តែការអនុវត្តសារក្រមរបស់ខ្ញុំពេលមកអនុវត្តសារក្រមគាត់ថាជាដីហ្នឹងជាដីរបស់គាត់ខ្ញុំមិនអាចចូលបានទេមិនមែនជាដីរបស់គាត់ទេរឿងហេតុវាចេះតែបន្តក្រោយមកដីដែលនៅសល់16559ម៉ែត្រការ៉េហ្នឹងគឺខ្ញុំធ្វើពាក្យប្តឹងគេរំលាយនៅមូលដ្ឋានរំលាយសារក្រមរបស់ខ្ញុំចោល181ហ្នឹងរំលាយសារក្រមខ្ញុំចោលរំលាយសារក្រមខ្ញុំចោលហើយគាត់អានេះប្រកាសសារក្រមថ្មីគឺលេខប៉ុន្មានគឺខ្ញុំអត់ចាំទេបាទទទួលស្គាល់អានេះដីទំហំ16559ម៉ែត្រការ៉េគឺប្រគល់យកដោយគាត់បាទខ្ញុំក៏កើតទុកមិនសុខចិត្តក៏សូមប្តឹងទៅអ្នកមើលឯកសារខ្ញុំពិចារណាគេណាគេថាចុះមានគ្រប់គ្រាន់អស់ហើយមិនចង់តែចាញ់ខ្ញុំថារឿងចាញ់គឺខ្ញុំចាញ់មកចប់ប៉ុន្តែចាញ់ដោយសារអីគឺខ្ញុំអត់ដឹងបាទខ្ញុំចាញ់ដោយសារអីគឺចាញ់អត់ដឹងព្រោះឯកសារខ្ញុំមានទាំងអស់ប៉ុន្តែចាញ់រហូតប៉ុន្តែចាញ់ដោយសារអីគឺខ្ញុំអត់ដឹងក្រោយមកខ្ញុំប្តឹងទៅអូតូក៏នៅតែទទួលស្គាល់សារក្រមដែលចេញក្រោយ16559ម៉ែត្រការ៉េណាគឺប្រគល់ឲ្យអាដាមលោកប៉ុលសេរឿងដែរបាទខ្ញុំមិនអោយចិត្តខ្ញុំប្តឹងទៅកំពូលចេញអាក44នោះគឺខ្ញុំឲ្យចាញ់ដដែលទៀតរឿងហ្នឹងវាចប់
ចាប់ហើយអនុវត្តសារក្រមនេះគឺចាប់ក្រោយមកដីដែលនៅសល់បាទដីដែលនៅសល់ចំនួន2ប្លង់ដីនៅសល់ចំនួន2ប្លង់នោះគឺយកមកធ្វើប្លង់ប្រព័ន្ធរៀងខ្លួនគាត់ក៏ធ្វើប្លង់ប្រព័ន្ធដែលគាត់ឈ្នះនោះខ្ញុំក៏ធ្វើប្លង់ប្រព័ន្ធដែលរបស់ខ្ញុំនៅសល់បាទហើយគាត់និយាយថាខ្ញុំអត់មានដីទេអស់ដីហើយរឿងអីខ្ញុំមានដីយកមកធ្វើប្លង់ទៀតចុះរឿងដីដែលថាខ្ញុំសុំឆ្លងកាត់គាត់មានចេញមកឲ្យខ្ញុំលិខិតរបស់មេធាវីនេះលិខិតសុំឆ្លងកាត់ដីដើម្បីទៅឈូសឆាយធ្វើដីឈូសឆាយពង្រៀបដីធ្វើដីប៉ុន្តែគាត់នៅតែបដិសេធថាគាត់អត់ទទួលស្គាល់ថាខ្ញុំមានដីជាប់ព្រំគាត់ទេបាទក្រោយមកអស់ពីរឿងហ្នឹងមួយហើយគាត់ថាអត់មានព្រំដីហើយអត់មាននេះហើយក្រោយមកធ្វើប្លង់រៀងខ្លួនបាទធ្វើប្លង់រៀងខ្លួនធ្វើប្លង់រៀងខ្លួនប្លង់អលម៉ែធ្វើប្លង់រៀងខ្លួនប្លង់រៀងខ្លួនហើយខ្ញុំក៏បានកាន់ប្លង់នេះតាំងពីឆ្នាំ2010រហូតមកដល់បច្ចុប្បន្នរយៈពេល15ឆ្នាំហើយកាន់ប្លង់ហ្នឹងប៉ុន្តែការបង់ពន្ធរបស់ខ្ញុំរយៈពេល14ឆ្នាំហើយបាទនៅឆ្នាំហ្នឹងគឺអត់ទាន់បានបង់ទេគឺបង់នៅខែ6ខែ7ហ្នឹងអត់ទាន់បានបង់ទេអញ្ចឹងហើយរយៈកាលកន្លងមកបែរជាខ្ញុំអ្នកមានប្លង់អលម៉ែបបង់ពន្ធរៀងរាល់ឆ្នាំអត់ដែលខានក្រោយមកគាត់ប្តឹងទៅហើយដឹងទៀតគាត់ថាខ្ញុំមិនមានដីទេដីរបស់គាត់ទាំងដីរបស់គាត់ទាំងអស់គឺខ្ញុំមានដីចុះលិខិតទទួលស្គាល់ព្រំផ្ដិតមេដៃមានមេធាវីបញ្ជាក់ពីសូរយាដីអាក្រោយបញ្ជាក់ពីសូរយាដីថាខ្ញុំនឹងចុះបញ្ជីត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ធ្វើប្លង់ឲ្យម៉ែហ្នឹងបាទអាហ្នឹងមានអាហ្នឹងខាងដល់ពេលហ្នឹងអ្នកណាអ្នកសួរប្លង់ហ្នឹងគឺទៅខាងតុលាការសាលាដំបងហ្នឹងសួរខ្ញុំថាចេះដីអត់មានជន់គ្នាសោះរឿងអីក៏មកប្តឹងដល់ហ្នឹងខ្ញុំថាអត់មានជន់ទេអញ្ចឹងគាត់ថាគាត់សុំអស់ពីខាងក្រសួងសូរយាដីនេះបញ្ជាក់លិខិតមួយដើម្បីយកមកគាត់ក្រសួងដែនដីបានបញ្ជាក់ហើយថាខ្ញុំបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ប៉ុន្តែនៅតែគាត់នៅតែគាត់អកេងកាត់ទៅនៅឲ្យខ្ញុំចាញ់ដដែលអញ្ចឹងមិនថាខ្ញុំមិនថាខុសមិនថាត្រូវទេសូមឲ្យបងប្អូនទាំងអស់នេះសូមសម្ដេចពុកសម្ដេចម៉ែនេះសម្ដេចបវរធិបតីសម្ដេចដេជោសូមជួយរកយុត្តិធម៌ឲ្យកូនចៅផងក្នុងពេលនោះគឺសម្ដេចទៅរំលឹកថ្មីហ្នឹងក្នុងអានេះថានៅថ្ងៃទី21ខែ12ឆ្នាំ2024លើកឡើងថាទោះបុគ្គលមានអំណាចមានលុយមានកាក់មានមាសមានប្រាក់សពបែបយ៉ាងទាំងអស់យ៉ាងណាក្តីក៏មិនអាចយកប្លង់រំលោភយកប្លង់ដែលមានប្លង់អលម៉ែបហ្នឹងបានទេគឺខ្ញុំនៅចាំច្បាស់នៅពេលហ្នឹងប៉ុន្តែមកដល់បច្ចុប្បន្នប្តឹងហើយប្តឹងទៀតប្តឹងហើយប្តឹងទៀតតាំងពីដំបូងរហូតដល់កំពូលគឺក្រុមខ្ញុំគឺខ្ញុំជាសង្ឃរិនចាញ់បង្ហូតមានប្លង់តាមកាប់ដីនេះមិនមែនជាដីរបស់ខ្ញុំតែឯងទេបងប្អូនផ្ញើលុយមកតាំងពីឆ្នាំ92 93នោះផ្ញើលុយពីសិបបារាំងក៏មានកាណាដាក៏មានអូស្ត្រាលីក៏មានបងប្អូនទៅធ្វើការខ្ញុំទេលៀងអាចលៀងនោមបំរើគេនៅទីនោះដើម្បីចូលលុយចូលកាក់ខ្ញុំនៅទីនេះជាអ្នកជួយនោះដោយសារអីខ្ញុំមានមូលដ្ឋាននៅទីនោះងំចឹងហើយតើទាំងអស់លោកទាំងអស់គ្នានឹងពិចារណាមើលចុះបើប៉ះរឿងបងប្អូននេះរឿងអញ្ចឹងអយុត្តិធម៌ដូចខ្ញុំអញ្ចឹងតើបងប្អូនមានការជួយចាប់ដូចខ្ញុំទេចឹងបាទខ្ញុំអត់មានអីទេខ្ញុំមានតែលើកដៃ10ម្រាម10ដើម្បីទូលសម្ដេចបវរធិបតីនិងសម្ដេចតេជោហ៊ុនសែនដើម្បីសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីជួយរកយុត្តិធម៌ឲ្យខ្ញុំជាជនរងគ្រោះអានឹងខ្ញុំមានប៉ុណ្្នឹងទេបាទឥឡូវសូមសួរសំណួរខ្លះទៅលោកពូខ្លះតើការពាក់ព័ន្ធនឹងការកាន់កាប់ដីកន្លងមកដែលយើងមិនទាន់ប្រឹងប្រែងចុងក្រោយនេះតើយើងបានដល់ដីតែពូអង្គថាធ្វើប្លង់បងប្អូនរាល់ឆ្នាំហ្នឹងតើយើងបានកាន់កាប់ហ្នឹងតើមានដំណាំអីនៅកន្លែងហ្នឹងអត់មានបាទប៉ុន្តែវាងាប់អស់ខ្លះដោយសារយើងចេញចូលមានការលំបាកពេកបាទអញ្ចឹងបានថាដីអត់ផ្លូវអត់មានផ្លូវពីមុនការចំនួនមុនប្រពន្ធខ្ញុំអ្នកធ្វើការខ្ញុំធ្វើការមន្ត្រីរាជការដែរខ្ញុំធ្វើប៉ូលីសប៉ុន្តែប្រពន្ធខ្ញុំទៅអីមកកាប់ឆ្ការព្រៃដីហ្នឹងបាទដាក់ទាំងខ្លាំយកកូនមកជាមួយបាទកំសត់ណាអត់មានដែលមានស្ពានទេគ្មានស្ពានទេបងខ្ញុំនេះគឺនៅកាន់កាប់នៅចាំនៅដីនឹងតែម្ដងគឺវេទនាណាស់សពបែបយ៉ាងទាំងអស់តែដល់គាត់មកថាខ្ញុំគ្មានដីនៅទីនេះ
ចឹងសូមពិចារណា ឥឡូវ ក្នុងអតីតសាលដីកានេះលិខិតអញ្ជើញយកមកហៅខ្ញុំនេះហៅខ្ញុំមួយហៅខ្ញុំមុនមួយសប្តាហ៍មុនប៉ុន្តែយកមកឲ្យខ្ញុំនៅពេលយប់ម៉ោង7 7យប់ បាទម៉ោង7យប់យកកណ្ដាស់នោះយកមកខ្ញុំ យប់ថ្ងៃទីប្រហែល ថ្ងៃប្រហែលជាថ្ងៃ យកមកយប់ថ្ងៃទី ថ្ងៃ26ថ្ងៃទី26ខែកុម្ភៈ ថ្ងៃ26ខែកុម្ភៈបាទខ្ញុំហើយខ្ញុំក៏អត់បានទទួលដែរព្រោះខ្ញុំខំថតទុកមូលហេតុអីដែលខ្ញុំអត់បានទទួលមិនទទួលម៉ោងធ្វើការងារម៉ោងរដ្ឋបាលគឺមិនមែនម៉ោង7យប់យកមកខ្ញុំទេ ម៉ោងរដ្ឋបាលគឺ ម៉ោងរដ្ឋបាលគឺម៉ោង5ថាយើងលើតិចតួចចុះអានឹងយើងទទួលបានប៉ុន្តែម៉ោង7យប់សូមឲ្យបងប្អូនទាំងអស់គ្នាពិចារណាមើលណាពិចារណាមើលគឺទាំងអស់គ្នាមើលបាទ មានពាក្យពេចន៍អ្វីដើម្បីជាសំខាន់ដើម្បីផ្ញើសារទៅថ្នាក់ដឹកនាំដើម្បីឲ្យ បាទយើងខ្ញុំទាំងអស់គ្នាក្រុមគ្រួសារប្រពន្ធកូនចៅបងប្អូនទាំងអស់គ្នាហើយចឹងមានអីមានលើកដៃលើកម្រាមដៃ10គោរពអង្វរដល់សម្ដេចដេជោនិងសម្ដេចបវរទៅប្តីហ៊ុនម៉ាណែតដើម្បីជួយរយុទ្ធធម៌ឲ្យជើងខ្ញុំទាំងអស់គ្នាជាជនរងគ្រោះ ឲ្យបកគោដីឲ្យខ្ញុំ បកគោដីឲ្យខ្ញុំមិនទៅតាមផងរៀងខ្លួន ចំកូនចំចៅច្រើនមកគ្រួសារ ហើយខ្ញុំរីកអស់ហើយរីកអស់ហើយទឹកភ្នែករីកអស់អត់មានទឹកភ្នែកទៀតទេ តាំងពីវគ្គ វា 30 34ឆ្នាំហើយមកដល់បច្ចុប្បន្ន34ឆ្នាំដេកយប់ណាក៏ជាសពឃើញទាំងអស់នឹកឃើញទាំងអស់ដោយសារអីកាន់កាប់34ឆ្នាំអត់មានផលប្រយោជន៍អីទាំងអស់បាទទូពិចារណា លុយអស់កាក់ច្រើនមានអី វារួមអស់ទាំងអស់អត់មានអីទេចឹងមានតែលើកដៃដល់ម្រាមដៃ10គោរពអង្វរដល់សម្ដេចដេជោហ៊ុនសែននិងសម្ដេចបវរទៅប្តីហ៊ុនម៉ាណែតមេត្តាជួយរកយុត្តិធម៌ឲ្យកូនចៅជាប្រជាជនស្រួលត្រង់ សម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ